វាសួរលោកគ្រូខ្ញុំបាទឈ្មោះលួននេះមកពីក្រុម SX1 នៃជាសាស្ត្រ CTIC ថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពីការងារ midterm គឺការរ៉ានកូដហើយនិងការបញ្ចូលកូដទួចហើយកូដទាំងនោះដែរគឺជាមេរៀនចាស់ៗដែលធ្លាប់រៀនពីមុនមកហើយយើងចូលទៅកូដទី1គឺនិយាយពីការ input និង output ក្នុងនេះដែរគឺយើងដាក់ឲ្យ user output input ហើយ output នៅoutput មកវិញនៅអ្វីដែល user គាត់បាន input ហើយវា output ជាជួរឆហើយនិងជួរ date ឥឡូវយើងទៅមើលកូដរបស់គ្នានេះយើងឃើញហើយគឺវាលើនេះគឺអ្វីដែលយើងបាន input ហើយក្រោមនេះគឺជាអ្វីដែលវាបាន output មកគឺវា output ជាជួរឆហើយនិងជួរ date កូដនេះគឺទី1ឥឡូវយើងចូលទៅទី2គឺការ convert ទៅក្នុងការ convert ហ្នឹងគឺយើង convert ពី string ទៅ double មានន័យថាការប្រកាស variable ជា string គឺប្រកាសជាអក្សរអញ្ចឹងវាអាចយកទៅគណនាលេខបានទេដូច្នេះហើយយើងត្រូវគណនាយើងត្រូវ convert ទៅជា double ដើម្បីឲ្យវាយកទៅគណនាបានតែនៅក្នុងនោះដែរគឺយើងតាក់ទងនឹងការដាក់ password ហើយនឹងឈ្មោះរបស់យើង username បើសិនបើយើងថ្ងៃនេះបើសិនបើយើងវាយឈ្មោះនេះត្រូវហើយ password 1 2 3វានឹងចូលទៅឲ្យយើង input នៅលទ្ធផលទាំងអស់ហ្នឹងប៉ុន្តែបើសិនជាយើងវាយឈ្មោះ username ឬក៏ password ខុសពីទាំងអស់នេះគឺវាចេញ login file បើថាវាយបើសិនជាយើងវាយឈ្មោះត្រូវប៉ុន្តែ login អត់ចូលវា load wrong password បើសិនជាយើងវាយ password ត្រូវប៉ុន្តែយើងតែ login អត់ចូលវា load wrong username ឥឡូវយើងទៅអានរបស់គ្នានេះគឺវា output ចេញមកហើយនេះត្រង់កន្លែង convert គឺនៅកន្លែងនេះគឺយើង string យើងប្រកាស Java ជា string ហើយយើងត្រូវយកហ្នឹងទៅគណនាជាជាមួយនឹង average បើសិនជាយើងអត់ convert វាទៅជា double ទេគឺអាកន្លែង average ហ្នឹងគឺវាឲ្យគណនាទេដោយសារជា string ជាអក្សរអញ្ចឹងយើងអាចយកទៅគណនាមួយលេខបានការ convert ចប់ប៉ុណ្ណឹងឥឡូវហើយសម្រាប់កូនបន្ទាប់គឺយើងទៅរកតម្លៃអ្នកធំបំផុតមានន័យថាយើង input A B C D E នៅក្នុង5ចំនួននេះយើង input លេខប៉ុន្មានក៏ហើយថ្មីឲ្យវាចេញតម្លៃធំបំផុតយើងទៅមើលលទ្ធផលតិចលទ្ធផលគឺលេខ9ធំជាងគេឥឡូវនេះយើងចូលបន្តគឺនិយាយអំពីប្រាក់ខែរបស់កម្មករតែនៅក្នុងនោះដែរគេតម្រូវឲ្យកម្មករធ្វើការបានមួយខែ100ម៉ោងហើយកម្មករម្នាក់ហ្នឹងទទួលបាន$100តែបើសិនជាគាត់ធ្វើការលើសម៉ោងចាប់ពី1ម៉ោងទៅដល់20ម៉ោងគាត់នឹងទទួលបាន1.25នៅក្នុង1ម៉ោង$1.25នៅក្នុង1ម៉ោងហើយមួយទៀតបើសិនជាគាត់ធ្វើការលើសចាប់ពី21ម៉ោងទៅគឺគាត់ទទួលបាន$1.5នៅក្នុង1ម៉ោងហើយសម្រាប់លក្ខខណ្ឌមួយទៀតបើសិនជាគាត់ធ្វើការលើសតិចជាង100ម៉ោងគាត់នឹងត្រូវបានកាត់$0.5នៅក្នុង1ម៉ោងឥឡូវយើងទៅមើលលទ្ធផលកូដរបស់គ្នា
ចឹងអា extra time មួយគឺគាត់ធ្វើបាន20ម៉ោងហើយសម្រាប់10ម៉ោងទៀតគឺចូល extra time ទី2ដែលបើនៅវាគឺ 1.50 ឥឡូវយើងទៅដំណើរការលក្ខខណ្ឌមួយទៀតដែលគាត់ធ្វើការតិចជាង100ម៉ោងនេះបើសិនជាគាត់ធ្វើការបាន80ម៉ោងហើយអញ្ចឹងគាត់ធ្វើការតិចជាង100ម៉ោងអញ្ចឹងយក100ដក80ស្មើ20អញ្ចឹងគាត់ធ្វើការគាត់បាត់ម៉ោងគេធ្វើការ20ម៉ោងអញ្ចឹងយក20គុណឲ្យ 0.50 ក្នុងម៉ោងវាឃើញប៉ុណ្នេះអញ្ចឹងប្រាក់ខែរបស់គាត់បានគឺ$90គេកាត់អស់$10ឧទាហរណ៍ដែលនិយាយពីការកាត់ពន្ធលើប្រាក់ខែហើយនៅក្នុងនោះដែរគេមានលក្ខខណ្ឌដូចជាបើសិនជាប្រាក់ខែរបស់គាត់ចាប់ពី0ដល់1.30 លានគឺគេអត់កាត់ពន្ធទេប៉ុន្តែចាប់ពី1.30 លានរហូតដល់2 លានគឺគេគិតពន្ធ 0.5% ហើយចាប់ពី2 លានដល់8 លានកន្លះគឺគេគិតពន្ធ 0.1% ស្មើនឹង 10% ហើយបើសិនជាប្រាក់ខែគាត់ចាប់ពី8 លានកន្លះដល់12 លានគឺគេគិតពន្ធ 0.15% ហើយបើសិនជាប្រាក់ខែគាត់លើសពី12 លានកន្លះគឺគេគិតពន្ធ 20% ស្មើនឹង 0.2 ហើយសម្រាប់សហព័ន្ធនិងកូនក្នុងបន្ទប់គឺគេគិតឲ្យម្នាក់ 15,000 រៀលហើយសម្រាប់ bonus ឬក៏ប្រាក់ឧបត្ថម្ភបន្ថែមគឺគិត 20% អូតូសម្រាប់ពន្ធឥឡូវយើងទៅមើលលទ្ធផលរបស់គ្នានេះគឺលទ្ធផលរបស់យើងឥឡូវយើងចូលទៅគោលបន្ទាប់ដែលនិយាយអំពីប្រាក់ខែនិងពន្ធសម្រាប់កន្លែងនេះយើងថាដើម្បីឲ្យ user គាត់បញ្ចូលម៉ោងគាត់បានធ្វើការបើសិនមកគាត់បញ្ចូលទៅម៉ោងរបស់គាត់ធំជាង0ហើយវាចូលលក្ខខណ្ឌមួយនេះប៉ុន្តែបើសិនជាម៉ោងរបស់គាត់បញ្ចូលទៅវាតូចជាង0គឺវាចេញ invalid input តែបើសិនជាម៉ោងនៃគាត់បញ្ចូលធំជាង100ម៉ោងធំហ្នឹងគឺឧទាហរណ៍ថាចាប់ពី100ដល់20ម៉ោង100ម៉ោងដល់120ម៉ោងអញ្ចឹងសម្រាប់ extra time ទី1គឺវាចាប់យក20ម៉ោងអូតូនេះហើយ extra time ទី2គឺស្មើ0ប៉ុន្តែបើសិនជាម៉ោងធ្វើការរបស់គាត់ធំជាង120ម៉ោងអញ្ចឹងអា extra time ទី1គឺវាស្មើឲ្យ20ម៉ោងហើយសម្រាប់ extra time ទី2គឺយកឲ្យម៉ោងស្របរបស់គាត់ដក120អញ្ចឹងគឺឃើញ extra time ទី2របស់គាត់គឺម៉ោងដែលគាត់ធ្វើការលើសពី120ហើយយើងទៅមើលកូដទាំងអស់គ្នាឥឡូវយើងចូលទៅមើលកូដនេះទាំងអស់គ្នាកន្លែងនេះគឺយើងដាក់ឲ្យគាត់ press any key និយាយថាគាត់ចុច key មួយណាក៏បានដើម្បីចូលទៅបន្តការគណនាពន្ធហើយកន្លែង internet Ethereum មានថាឲ្យគាត់បញ្ចូលលុយខ្មែរយើងថា$1ស្មើប្រមាណលុយខ្មែរគាត់បញ្ចូលទៅវាគុណទៅតាមហ្នឹងដើម្បីចេញជាលុយរៀលតមកឲ្យគាត់បញ្ចូលធម្មតាចូល bonus ចូល spot ចូលអីហើយគឺវាគណនាពន្ធសម្
មានកន្លែងនេះមានន័យថា user គាត់ចង់បន្តគណនាកម្មករសម្រាប់កម្មករម្នាក់ទៀតបើសិនជាគាត់ចង់គាត់ចុចវាយ yes មានន័យ yes គឺវាចូលទៅឲ្យយើង input ម៉ោងនេះសាមីប៉ុន្តែបើសិនជាគាត់មិនចង់ទេគាត់អាចចុចអក្សរ n ដែលមានន័យថា no គឺវានឹងបញ្ចប់ការគណនាទាំងអស់ហើយសម្រាប់កន្លែងហ្នឹងដែរគឺយើងដាក់ cache n កន្លែងហ្នឹងគឺមានន័យថាទោះបីជាយើងបញ្ចូល n តូចឬក៏ n ធំក៏ដោយគឺវាចាប់យកគឺវាចាប់យកអក្សរ n ធំអូតូទោះបីយើងបញ្ចូលវាជា n តូចក៏វានៅតែចាប់យក n ធំដែរឥឡូវយើងចូលទៅកូដបន្តដែលនិយាយអំពី event ហើយក៏ជាកូដចុងក្រោយដែរកូដគឺនិយាយអំពីការចាប់យកលេខសេសហើយលេខគូដើម្បីបូកចូលគ្នាឥឡូវយើងទៅមើលលទ្ធផលកូដរបស់គ្នាកន្លែងលេខ5ដែលយើង enter n ហ្នឹងគឺជាលេខដែលយើង input ដែលយើងចង់បានលេខប្រមាណខ្ទង់ถ้าយើងចូលលេខ5គឺវាចាប់យកលេខគូចំនួន5ខ្ទង់ហើយលេខសេសចំនួន5ខ្ទង់បើសិនជាយើងចូលលេខ10អញ្ចឹងលេខគូគឺវាចាប់យកចំនួន10ខ្ទង់ហើយលេខសេសគឺវាចាប់យក10ខ្ទង់ដូចគ្នាជាចុងក្រោយកូដរបស់យើងគឺអស់ត្រឹមតែប៉ុណ្ណេះសូមអរគុណដល់លោកគ្រូដែលចំណាយពេលវេលានៅក្នុងការមើលវីដេអូមួយនេះ